ភេទមកគេហៅប្រភេទយិនផងស៊ុយហៅប្រភេទធម្មពលដែលត្រជាក់ធម្មពលយិនគឺត្រជាក់ចាអញ្ចឹងទៅកាលណាផ្ទះនៅពេលដែលមានធម្មពលត្រជាក់ខ្លាំងពេកគឺធ្វើឲ្យការងាររបស់យើងនឹងយឺតចាមិនសូវរលូនទេអញ្ចឹងភាពរីកចម្រើនរបស់កូនចៅគឺមិនលឿនទេលើកលែងតែរយៈកម្លាតនៃម៉ោងរបស់គាត់នឹងមានរយៈកម្លាតឆ្ងាយពីផ្ទះហើយឬក៏មានដើមឈើបាំងអីចឹងក៏អាចកាត់បន្ថយពីធម្មពលយិននឹងបានច្រើនដែរចាតែបើករណីថាគៀកផ្ទះពេកអានឹងគឺប៉ះពាល់ជាពិសេសសម្រាប់អ្នកដែលមានផ្ទះហើយកន្លែងគេងរបស់គាត់បន្ទប់គេងរបស់គាត់បើកអួចទៅគឺឃើញម៉ងអាហ្នឹងចាអាហ្នឹងគឺប៉ះពាល់ខ្លាំងចាហើយចំណុចមួយទៀតបើសិនតែយើងគិតពីបរិស្ថានវិញគឺប៉ះពាល់បរិស្ថានខ្លាំងព្រោះដោយសារអីអ្នកដែលចិត្តខាងគាត់ក៏ខ្លាចដែរអ្វីដែលប៉ះពាល់មួយទៀតគឺករណីកាលណាម៉ងប្រភេទបែបនៅចិត្តផ្ទះអញ្ចឹងឧទាហរណ៍ថាយើងមានប្រគុណចាប្រគុណរបស់យើងមានលំហទឹកគឺនៅក្បែរម៉ងហ្នឹងគាត់ធ្វើឲ្យប៉ះពាល់ម៉ងដូនតារបស់យើងដែរអញ្ចឹងម៉ងដូនតាវាគឺត្រូវការភាពស្អាតចាបានន័យថាមពលដែលនៅជុំវិញទាំងអស់ប្រភេទធម្មជាតិដែលបរិសុទ្ធអញ្ចឹងមិនមែនមានអាក្លិនឆ្អេះឆ្អាបនៅក្នុងហ្នឹងទេបានន័យថាលូទឹកស្អុយក៏មិនគួរនៅក្បែរនឹងដែរអញ្ចឹងបើកាលណាមាននៅចិត្តផ្ទះបានន័យថាយើងងូតទឹកជាប្រចាំប្រគុណយើងនៅនឹងហើយនៅនឹងអញ្ចឹងបានន័យថាវាមានធម្មពលដែលអវិជ្ជមានទៅ support ដូចគ្នាទៅ support ភ្នូដូនតាអញ្ចឹងវាធ្វើឲ្យ DNA របស់ដូនតាស្រូបនៅអ្វីដែលមិនល្អប្រហែលប្រភេទគេហៅថាស្រូបនៅអ្វីដែលជាប្រភេទអវិជ្ជមានអញ្ចឹងហុចផលមកកូនចៅក៏អវិជ្ជមានដូចគ្នាដែរចាហ្នឹងជាចំណុចដែលប៉ះពាល់ខ្លាំងតែបងប្អូនយើងមួយចំនួនគឺអត់ដឹងចាយើងអត់អាចបន្ទោសបានទេគឺទី1អត់ដឹងទី2អាចនឹងមិនមានកន្លែងណាបានន័យថាគាត់មានដីតែប៉ុណ្្នឹងចាគាត់មានដីតែប៉ុណ្្នឹងអញ្ចឹងគាត់ត្រូវតែដាក់អញ្ចឹងឯងខ្លះក៏គាត់មានចំការរបស់គាត់ទៅគាត់ក៏អាចយកទៅដាក់ចំការទៅចាហ្នឹងក៏រៀងគ្រាន់បើជាងដាក់ជាប់ផ្ទះដែរចាបើសិនជាមានចំការឬនៅស្រែនៅអីក៏គ្រាន់បើជាងដាក់នៅក្បែរផ្ទះដែរប៉ុន្តែអ្វីដែលសំខាន់គឺទី1កុំឲ្យមានការរំខានដល់ម៉ងឧទាហរណ៍ទៅយើងមានដីមួយនឹងជាប់ផ្ទះរបស់យើងដាក់ម៉ងប៉ុន្តែអ្នកជាប់ផ្ទះរបស់យើងបាយសាច់ចៃដន្យគាត់ទៅធ្វើផ្ទះថ្មីគាត់ទៅបុកគ្រឹះផ្ទះចាបុកគ្រឹះផ្ទះសាច់ចៃដន្យគេហៅថាម៉ងនឹងក្បាលទៅនៃកន្លែងគេបុកគ្រឹះហ្នឹងហើយចាំអាទិសដែលឆុងទៀតទៅពេលទៅបុកគ្រឹះចំទិសហ្នឹងទៅអតិពលហ្មងទៅបានអ្វីដែលមិនល្អអវិជ្ជមានពីអាធម្មពលនៃការបុកគ្រឹះរបស់អ្នកដទៃហ្នឹងក៏ហុចផលប៉ះពាល់ដល់កូនចៅដូចគ្នាតែការដែលប៉ះហ្នឹងគឺប៉ះពាក់ព័ន្ធនឹងធម្មពលចក្រវាឡគេបើយើងសិក្សាឲ្យលម្អិតឧទាហរណ៍ថាពេលខ្លះបើសិនជាប៉ះពាល់ធម្មពលចក្រវាឡពាក់ព័ន្ធនឹងចៅប្លន់គឺចៅប្លន់បើសិនជាប៉ះពាល់នឹងជំងឺគឺមានជំងឺបើពាក់ព័ន្ធនឹងចំនួនគឺយើងឆ្លោះបានន័យថាកូនចៅមានចំនួនបើសិនជាបងខាងលើចាមានរឿងផ្សេងគ្នាបើសិនជាយើងសិក្សាលម្អិតទៅថានៅពេលដែលប៉ះតែយើងប៉ះប្រភេទធម្មពលអីគេអញ្ចឹងយើងអាចមកវិភាគឃើញថាតើកូនចៅមានរឿងអីនេះខ្ញុំជាចំណុចដែលថាចិនសាយមិនភ្លេចទៅពេលហេតុអីបើគាត់ដឹងរឿងពួកអីដែលថាគួរវិភាគឲ្យជ្រៅថាតើពេលដែលប៉ះនឹងប៉ះចំពេលវេលាណាគេមើលទៅអតីតបានន័យថាមើលនៅកំឡុងពេលដែលមានបញ្ហាហ្នឹងតើក្នុងកំឡុងពេលដែលមានបញ្ហាហ្នឹងថាមកពលអីគេមកចូលមកអញ្ចឹងគេអាចកណនាបានថាតើកូនចៅនឹងមានរឿងអីការធម្មតាក្នុងការរៀបចំហុងស៊ុយមិនមែនជាគ្រប់យ៉ាងទៅរើទេចាដូចករណីរៀបផ្ទះដូចគ្នាមិនមែនគ្រប់យ៉ាងគឺថាអូខុសមួយនេះទៅវាយកន្លែងនេះចោលខុសកន្លែងនោះទៅវាយកន្លែងនោះចោលគឺមិនទេពួកចិនសាយបើសិនជាជំនាញហ្មងគឺកម្រវាយតែបើកន្លែងណាដែលមានការឲ្យថាអស់រុះរើកន្លែងហ្នឹងបានន័យថាយ៉ាប់មែនតើណាបានតែជាចំណុចដែលថាស្លាក់លុយមែនតើបានគេឲ្យវាយតែបើសិនជាខុសមុំគឺគេមានរបៀបនៃការរៀបចំបានទាំងអស់មិនចាំបាច់ឲ្យយើងរុះរើហើយចំណាយលុយច្រើនទេចាមកដូនតាក៏ដូចគ្នាដែរបើករណីថាអូខេមកនឹងមិនបញ្ហាទុកចោះរក្សាចោះចាតែបើសិនជាករណីមានបញ្ហាអាហ្នឹងគេនឹងប្រាប់យើងថាតើមានបញ្ហាចេះមួយចេះពីរហើយយើងសង្កេតមើលថាតើគ្រួសារយើងអញ្ចឹងមែនអត់ដល់ពេលដែលគេកាលណាគេឃើញមកបែបហ្នឹងមានផលប៉ះពាល់បែបហ្នឹងគេនឹងប្រាប់ថាតើអ្នកណាមានរឿងអ្នកណាមានបញ្ហាហើយបញ្ហាអីគេអញ្ចឹងបើយើងមានបញ្ហានឹងបែបហ្នឹងមែនបានន័យថាអតិពលមកគឺខុសផលអវិជ្ជមានឬវិជ្ជមានយើងគិតខ្លួនឯងចំណុចហ្នឹងមិនមែនបានន័យថាគ្រាន់តែឮគេនិយាយហើយយើងជឿទេចាដូចសម្រាប់ខ្ញុំពីមុនណាខ្ញុំមិននិយាយជឿទេប៉ុន្តែហេតុអីបានជាបច្ចុប្បន្នខ្ញុំជឿព្រោះដោយសារអីពិសោធន៍ដោយខ្លួនឯងយើងរៀនហើយយើងពិសោធន៍យើងសិក្សាឲ្យជ្រៅដល់ឬគល់ស្រាប់តែយើងពិសោធន៍មកអូអញ្ចឹងមែនតែយើងមិនបាច់ជឿទេតែដល់ពេលដាក់បែបហ្នឹងគឺហុចអត្តពលវិជ្ជមានឬអវិជ្ជមានដល់យើង